កុំឲ្យភ័ន្តច្រឡំមកស្ដាប់ការពន្យល់ពីមេធាវីជំនាញជំវិញការដោះលែង K01 នៅក្រៅឃុំចំណេះដឹងច្បាប់តើការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នមានន័យថាជាការរួចខ្លួនពីបទល្មើសមែនទេយោងតាមដោយការបង្គាប់ឲ្យដោះលែងលោក K01 ពីមណ្ឌលអប់រំកែប្រែទី1ពន្ធនាគារព្រៃសរកាលពីថ្ងៃទី3ខែកក្កដាឆ្នាំ2026នេះមហាជនមួយចំនួនអាចនឹងមានការភ័ន្តច្រឡំថាជនត្រូវចោទត្រូវបានរួចខ្លួនដាច់រឿងក្នុងនាមជាអ្នកច្បាប់ខ្ញុំសូមពន្យល់ពីព្រំដែនគតិយុត្តនៃវិធានការនេះដូចខាងក្រោម 1. ការយល់ខុសគិតថាការបានចេញពីពន្ធនាគារគឺមានន័យថាតុលាការទម្លាក់ចោលបាត់ចោទប្រកាន់ឬបញ្ចប់រឿងក្តី 2. ការពិតការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នគ្រាន់តែជាការផ្ដល់សេរីភាពដើរហើរនៅក្រៅឃុំជាបណ្ដោះអាសន្នប៉ុណ្ណោះសំណុំរឿងព្រហ្មទណ្ឌពីបទហិង្សាដោយចេតនាមាត្រា217នៅតែបន្តចំណាត់ការទៅមុខជាធម្មតារហូតដល់ថ្ងៃបើកសវនាការជំនុំជម្រះ 3. កាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការជនត្រូវចោទត្រូវតែគោរពតាមលក្ខខណ្ឌបង្ខំដាច់ខាតរបស់ចៅក្រមស៊ើបសួរដូចជាហាមចាក់ចេញពីដែនដីឬប្រទេសបង្ហាញខ្លួនតាមកំណត់និងហាមតាក់ទងភាគីរងគ្រោះប្រសិនបើល្មើសនឹងលក្ខខណ្ឌណាមួយតុលាការនឹងចេញដីកាចាប់ខ្លួនដកហូតសេរីភាពឡើងវិញភ្លាមៗលោកខឿនសូឡាហៅ K01 ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញសម្រាប់ដោះលែងឲ្យនៅក្រៅឃុំលោកខឿនសូឡាហៅ K01 ចេញវីដេអូសុំទោសជាសាធារណៈដោយសន្យាលែងប្រព្រឹត្តហិង្សាតទៅទៀតនិងបានអរគុណសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតក្រោយត្រូវបានដោះលែងឲ្យនៅក្រៅឃុំលោកខឿនសូឡាហៅ K01 ដែលត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រាប់ដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី3ខែកក្កដាឆ្នាំ2026នេះបានចេញវីដេអូមួយជាសាធារណៈដើម្បីសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមកនៅក្នុងវីដេអូនោះលោក K01 បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំងនិងបានបដិញ្ញាចិត្តថានឹងមិនប្រព្រឹត្តអំពើហិង្សាណាមួយទៀតឡើយនៅក្នុងវីដេអូសុំទោសនោះលោកខឿនសូឡាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានប្រោសប្រណីនិងផ្ដល់ឱកាសដល់រូបលោករហូតមក